ស្ដីបងប្អូនស្វាគមន៍មកកាន់ The World Sharing Capsule បាទបងប្អូនដឹងហើយតម្លៃមាសគឺបានហក់ឡើងខ្លាំងមែនទែនរយៈពេលឥឡូវនេះគឺហក់ឡើងជាង$4,000ក្នុងមួយតម្លឹងនៅប្រទេសកម្ពុជាយើងឡើងថ្លៃដោយសារតែភាពវឹកវរនៃពិភពលោកសង្គ្រាមតម្រូវការនិងវិបត្តិសេដ្ឋកិច្ចផ្សេងៗដែលនាំឲ្យតម្លៃមាសឡើងថ្លៃជាពិសេសអតិផរណានៅលើពិភពលោកយើងនេះបានកើនឡើងមែនទែនសុទ្ធតែជាមូលហេតុដែលធ្វើឲ្យមាសឡើងថ្លៃហើយមាសគឺវាមានប្រយោជន៍ណាស់សម្រាប់មនុស្សជាតិយើងតាំងពីរាប់ពាន់ឆ្នាំមុនគ្រិស្តសករាជគឺមាសគឺត្រូវបានយកមកចាយវាយដោះដូរជាទំនិញមាសត្រូវបានយកមកធ្វើជាគ្រឿងអលង្ការដើម្បីលម្អខ្លួនមាសត្រូវបានយកមកធ្វើជាបន្ទះឈីបសូម្បីតែ USB របស់យើងប្រើសប្តាហ៍ថ្ងៃក៏មានសារធាតុមាសនៅក្នុងនោះដែរបាទអញ្ចឹងយើងមកដឹងទាំងអស់គ្នាអំពីប្រវត្តិនៃមាសឆ្នាំ3600មុនគ្រិស្តសករាជមាសត្រូវបានរកឃើញដំបូងបំផុតដោយពួកអេស៊ីបបុរាណបន្ទាប់មកឆ្នាំ2600មុនគ្រិស្តសករាជអេស៊ីបបុរាណនោះបានរកឃើញផែនទីដំបូងដែលបង្ហាញអំពីអណ្ដូងមាសហ្នឹងហើយអណ្ដូងរ៉ែមាសហើយនៅលើសាលាចារឹកដូចជា script របស់អេស៊ីបហ្នឹងគឺគេបានសរសេរថាមាសមានច្រើនជាងដីទៅទៀតបាទហើយគ្រឿងអលង្ការក៏ត្រូវបានគេរកឃើញដំបូងនៅពេលនោះដែរតមកឆ្នាំ1223មុនគ្រិស្តសករាជព្រះបាទទូតានកាមុនដែលជាព្រះចៅហ្វារ៉ុង Pharaoh ណាគេយើងខ្មែរយើងតែហៅថាព្រះចៅផារ៉ុងនោះគឺត្រូវបានគេយកមាសមកធ្វើជាស្រោមស្របមុខព្រះអង្គនិងស្របខ្លួនហ្នឹងហើយអញ្ចឹងគេឆ្លាក់ជារូបចម្លាក់ហើយគេធ្វើអំពីមាសស្របនៅលើសពម៉ាមីរបស់ព្រះអង្គនោះបាទឆ្នាំ600មុនគ្រិស្តសករាជកាក់មាសត្រូវបានបង្កើតឡើងនៅដំបូងបំផុតនៅប្រទេសលីឌាគឺជាប្រទេសអាស៊ីតូចមួយដែលនៅសពថ្ងៃហ្នឹងនៅប៉ែកខាងលិចនៃទូគីបាទហើយកាក់មាសនេះគឺគេធ្វើអំពីសារធាតុមាសនិងប្រាក់ច្បល់ចូលគ្នាលាយចូលគ្នាណាអញ្ចឹងមកសពថ្ងៃនេះយើងពាក្យខ្មែរយើងតែយកពាក្យប្រាក់យកមកប្រើប្រាស់វាប្រៀបដូចជាលុយអញ្ចឹងណាហ្នឹងហើយដោយសារពីមុនគេចាយប្រាក់ចាយមាសដូចលុយណាដូចប្រាក់ខែយើងយកពាក្យថាប្រាក់ខែមិនមែនលុយខែទេបាទហ្នឹងហើយគ្រិស្តសករាជឆ្នាំ500រដ្ឋឈូនៃប្រទេសចិនបុរាណហ្នឹងបានបង្កើតនិងចែកចាយកាក់មាសដំបូងបំផុតដែលមានរាងជាចតុកោណដែលគេហៅថាយីងយួនហ្នឹងហើយយីងយួនសប្តាហ៍លុយយួនចិនហ្នឹងគឺជាប់ឈ្មោះមកពីពាក្យយីងយួនហ្នឹងឯងហើយរដ្ឋឈូហ្នឹងគឺស្ថិតនៅក្នុងរជ្ជកាលនៃចៅ Dynasty ចឹងហើយបាទបន្តមកទៀតឆ្នាំ1300គឺ Hallmarking ត្រូវបានបង្កើតឡើងនៅ Goldsmith Hall នៅទីក្រុង London Hallmarking ហ្នឹងគឺជាកន្លែងឬក៏ប្រព័ន្ធបញ្ជាក់គុណភាពនៃមាសណានៅពេលដែលគេយកមាសមកគេចង់ដឹងថាមាសហ្នឹងសុទ្ធល្អមិនល្អគឺគេយកទៅ Hallmarking ដើម្បីឲ្យគេបញ្ជាក់ភាពបរិសុទ្ធភាពសុទ្ធនៃមាសហ្នឹងអញ្ចឹងណាអញ្ចឹងគេវាយត្រាចេញពី Hallmarking ថាមាសហ្នឹងមាសសុទ្ធដូចមាស24K អញ្ចឹងណាឬក៏យើងថាមាសទឹក10មាស 9.99 អញ្ចឹងទៅហ្នឹងហើយឆ្នាំ1370ដល់ឆ្នាំ1920ហ្នឹងការជីករករ៉ែមាសខ្លាំងបំផុតរហូតដល់សឹងតែចិត្តអស់មាសនៅតំបន់អឺរ៉ុបណាហើយនៅពេលហ្នឹងហើយដែលគេហៅគេដាក់ឈ្មោះថា The Great Bullion Famine គឺជាយុគនៃភាពខ្សត់មាសមែនតើណានៅតំបន់អឺរ៉ុបបន្តមកទីឆ្នាំ1717ប្រទេសអង់គ្លេសបានដាក់ច្បាប់ឬក៏ប្រព័ន្ធមួយដែលគេហៅថា Gold Standard ដែលវាភ្ជាប់ជាមួយរូបិយប័ណ្ណនិងតម្លៃមាសគឺមានន័យថា Gold Standard ហ្នឹងគឺគេបោះពុម្ពជាលុយជា bank note ឬ paper money ហ្នឹងដើម្បីចាយវាយក្នុងប្រទេសគេវាងាយស្រួលជាងចាយមាសព្រោះមាសវាធ្ងន់លំបាកទុកដាក់អញ្ចឹងគេបោះពុម្ពជាលុយដើម្បីចរាចរណ៍ក្នុងប្រទេសគេតែគេបោះពុម្ពហ្នឹងគឺមិនឲ្យតម្លៃនៃលុយហ្នឹងលើសពីមាសដែលមាននៅក្នុងប្រទេសហ្នឹងទេបើបំពុម្ពចិត្តបោះពុម្ពលើសពីស្តុកមាសនៅក្នុងប្រទេសហ្នឹងធនាគារកណ្ដាលគេហ្នឹងនឹងអាចមានបញ្ហាបាទបន្តមកទៀតឆ្នាំ1848ក្នុង California បានគេចាប់ផ្ដើមរុករកមាសគេហៅថា California Gold Rush ណាហ្នឹងហើយនៅ Shuttermill Coloma ប្រទេសអាមេរិកបានចាប់កំណើតហើយហ្នឹងហើយពីព្រោះអាមេរិកបានឯករាជ្យនៅឆ្នាំ1776ហ្នឹងហើយ 4 July ហ្នឹងណា
ឆ្នាំ1870ដល់ឆ្នាំ1900គឺបណ្ដាប្រទេសជាច្រើនទាំងអស់បានអនុម័តនៅ Gold Standard ដែលដោយតែអង់គ្លេសបានដាក់ច្បាប់កាលពីឆ្នាំ1917ហ្នឹងគឺគេបានអនុម័តហើយតែមានតែប្រទេសមួយដែលមិនអនុម័តនៅ Gold Standard ហ្នឹងគឺប្រទេសចិនបាទគឺចិនគេមានប្រព័ន្ធរូបិយប័ណ្ណខ្លួនគេផ្សេងអញ្ចឹងណាបាទពេលហ្នឹងចិនមិនទាន់ជាមានទីផ្សារសេរីដូចសពថ្ងៃទេបាទដល់ឆ្នាំ1919គឺ Gold Standard ត្រូវបានគេបោះបង់ដោយសារតែសង្គ្រាមលោកលើកទី1បានចាប់ដើមបាទអញ្ចឹងប្រទេសមួយតែមានវឹកវរគឺกระดาษប្រាក់គឺលែងមានតម្លៃហើយគឺគេរករបស់មួយដែលមានតម្លៃអាចជួយទុកចិត្តបាននៅលើពិភពលោកដើម្បីដោះដូរជាពាណិជ្ជកម្មហ្នឹងហើយគឺមានតែមាសហ្នឹងឯងបាទរហូតដល់ឆ្នាំ1925ប្រទេសនានាបានវិលមកប្រើ Gold Standard វិញដោយសារមានសេរីភាពនយោបាយមានសន្តិភាពអញ្ចឹងគេក៏មកប្រើប្រាស់នៅប្រព័ន្ធ Gold Standard វិញដល់ឆ្នាំ1944សង្គ្រាមលោកលើកទី2ក៏បានបិទបញ្ចប់ហ្នឹងហើយយើងដឹងហើយសង្គ្រាមលើកទី2ឆ្នាំ1939ដល់ឆ្នាំ1945ហ្នឹងហើយទៅ1944ចុងឆ្នាំហ្នឹងគឺសង្គ្រាមត្រូវបានបញ្ចប់ហើយប៉ុន្តែ Gold Standard ក៏ត្រូវបានបញ្ចប់ដែរគឺចំនួនដោយវិញគេហៅថា Bretton Woods Agreement គឺ Bretton Woods Agreement ហ្នឹងគឺយករូបិយប័ណ្ណមួយដែលមានតម្លៃឬក៏មានន័យថាតាក់ទងនឹងសេដ្ឋកិច្ចប្រទេសមួយហ្នឹងណាហើយគេអាចដោះដូរវិញ back to gold អាចបដូរជាមាសបានអញ្ចឹងមានតែដុល្លារអាមេរិកទេដែលដោយសារពេលហ្នឹងអាមេរិកគឺមានសេដ្ឋកិច្ចខ្លាំងជាងគេជាមហាអំណាចសេដ្ឋកិច្ចនៅពេលហ្នឹងបន្ទាប់សង្គ្រាមលោកទី2អញ្ចឹងគេយកលុយដុល្លារអាមេរិកគឺជារូបិយប័ណ្ណមួយឬក៏ហៅថារូបិយប័ណ្ណបំរុងពិភពលោកមួយដែលអាចភ្ជាប់បានទៅជាមួយនឹងមាសអញ្ចឹងគេអាចដោះដូរជាមួយមាសបានណាហើយពេលនោះដែរ IMF និង World Bank ក៏ត្រូវបានបង្កើតឡើងដល់ឆ្នាំ1971ដល់73ប្រធានាធិបតី Richard Nixon បានបោះបង់ចោល Bretton Woods Agreement ទៀតហ្នឹងហើយគឺនៅពេលហ្នឹងហើយគឺអាមេរិកគឺមានសង្គ្រាមត្រជាក់ជាមួយរុស្ស៊ីហ្នឹងហើយអញ្ចឹងអាមេរិកនៅតែមានសង្គ្រាមនៅតែមានអាឡាយគេត្រូវបញ្ជូនទ័ពត្រូវបញ្ជូនលុយសភាវុធអញ្ចឹងអាមេរិកបានបោះពុម្ពលុយច្រើននៅពេលហ្នឹងហើយបោះពុម្ពលុយជាច្រើននៅប្រទេសខ្លះគាត់អត់មានសង្គ្រាមដូចជាជប៉ុនអីគាត់ប្រឹងតែរកស៊ីធ្វើរបស់លក់អញ្ចឹងគាត់កាន់លុយអាមេរិកច្រើនណាហើយ Bretton Woods គឺ agreement ហ្នឹងឲ្យតែមានលុយអាមេរិកគឺដូរមាសបានណាអញ្ចឹងអាចជប៉ុនទៅដូរមាសពីធនាគារកណ្ដាលអាមេរិកមកអញ្ចឹងអាមេរិកមិនអស់មាសអញ្ចឹងអាមេរិកក៏បោះបង់នៅប្រព័ន្ធ Bretton Woods Agreement ហ្នឹងឆ្នាំ2020ភាគហ៊ុននៃមាសរបស់ Royal Mint ហ្នឹងគឺត្រូវបានដាក់នៅលើ London Stock Exchange មានហើយកន្លែងជួញដូរភាគហ៊ុននៅ London ណាអញ្ចឹងយើងអាចទិញភាគហ៊ុននៃក្រុមហ៊ុន Royal Mint បាននៅ London Stock Exchange គឺឆ្នាំ2020នេះឯងបាទអញ្ចឹងសរុបមកគឺប្រវត្តិមាសមានតាំងពី3600ឆ្នាំមុនគ្រិស្តសករាជរហូតមកដល់មាសក្លាយទៅជាមាស digital រហូតមកមានភាគហ៊ុនមាសទៀតយើងអាចជាម្ចាស់នៃមាសបានដោយមិនបាច់កាន់មាសផ្ទាល់ប៉ះមាសផ្ទាល់តែយើងអាចទិញវាបានដោយប្រព័ន្ធ digital បានហ្នឹងហើយបាទទាំងអស់នេះគឺជាប្រវត្តិមាសដែលខ្ញុំបានស្រាវជ្រាវយកមកដើម្បីចែកលែងបងប្អូនគិតថា content នេះវាមានប្រយោជន៍សម្រាប់បងប្អូនជួយ subscribe ម្នាក់មួយផងបាទអរគុណ